ក្រុមហ៊ុនអូទ្រីចំនួន19ចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនិងកសាងភាពជាដៃគូយូរអង្វែងជាមួយនឹងកម្ពុជាគណៈប្រតិភូក្រុមហ៊ុនអូទ្រីដ៏ធំចំនួន19បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនិងការកសាងភាពជាដៃគូយូរអង្វែងជាមួយនឹងកម្ពុជាចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជាអូទ្រីនៅថ្ងៃទី17ខែមិនិនាឆ្នាំ2026ក្រោមអធិបតីភាពរបស់លោកស៊ុនច័ន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងគណៈប្រតិភូក្រុមហ៊ុនអូទ្រីធំទាំង19បើតាមក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាវេទិកានេះត្រូវបានរៀបចំឡើងឲ្យមានលក្ខណៈយុទ្ធសាស្ត្រមួយដែលអនុញ្ញាតឲ្យវិនិយោគិនអូទ្រីមានឱកាសទទួលបាននៃការឆ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគបរិបទទីផ្សារនៅកម្ពុជានិងការផ្លាស់ប្ដូរយោបល់កម្រិតខ្ពស់ជាមួយនឹងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ហើយរំពឹងថាវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ទំនងធុរកិច្ចថ្មីនៅកម្ពុជានេះឱកាសនេះដែរលោកស៊ុនច័ន្ទថុលបានលើកឡើងពីផលវិជ្ជមានរបស់កម្ពុជាដែលជាគោលដៅវិនិយោគមួយក្នុងចំណោមគោលដៅដែលមានថាមវន្តនិងចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លោកបានបន្ថែមថាជាមួយនឹងច្បាប់វិនិយោគដែលមានអំណាចផលខ្ពស់ការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរដ្ឋាភិបាលលំនឹងម៉ាក្រូសេដ្ឋកិច្ចកម្លាំងពលកម្មវ័យក្មេងហេដ្ឋារចនាសម្ព័ន្ធប្រតិកលាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្មព្រមទាំងប្រាជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលចំពោះការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលសុទ្ធសឹងជាកត្តាសំខាន់ក្នុងការបង្កើតនៅបរិយាកាសដ៏ទាក់ទាញសម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេសតំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីបានសម្ដែងនៃការកោតសរសើរនិងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស៊ុនច័ន្ទថុលក៏ដូចជាថ្នាក់ដឹកនាំកអកនិងក្រសួងស្ថាប័នពាក់ព័ន្ធសម្រាប់កិច្ចសហការដ៏ល្អប្រសើរនិងការគ្រប់គ្រងយ៉ាងកក់ក្ដៅក្នុងបេសកកម្មនេះបើតាមក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាវេទិកាធុរកិច្ចនេះត្រូវបានរំពឹងថានឹងក្លាយជាបោះជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរពីការពិភាក្សាទៅជាការបង្កើតនូវទំនាក់ទំនងធុរកិច្ចទ្វេភាគីយ៉ាងពិតប្រាកដតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានិងស្ថានទូតអូទ្រីភាគីទាំងពីរមានទំនុកចិត្តថានឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីនៅកម្ពុជាបន្ថែមមួយកម្រិតទៀតដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្មនិងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយប្រតិបត្តិនិងចីរភាពគូបញ្ជាក់ថាគណៈប្រតិភូក្រុមហ៊ុនអូទ្រីធំទាំង19ដែលបានចូលរួមក្នុងវេទិកានេះត្រូវបានដឹកនាំដោយលោកអាន់ត្រេសសំភើអនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីប្រចាំព្រះរាជាណាចក្រកម្ពុជាកម្មវិធីនេះក៏មានការចូលរួមពីគណៈប្រតិភូសមាគមអុកញ៉ាកម្ពុជាដែលដឹកនាំដោយអ្នកអុកញ៉ាហ៊ុនឡាអគ្គលេខាធិការសមាគមបានដឹកនាំគណៈប្រតិភូសមាគមអុកញ៉ាកម្ពុជាដែលមានការចូលរួមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត